តាមមកដឹងពីរបៀបលេងហ្គេមមួយនេះបាទហ្គេមហ្នឹងគឺយើងលេងបែបណាទើបបានកាក់ច្រើនបែបនេះបាទកាក់ច្រើនបែបហ្នឹងហើយយើងអាចដកបានបាទអូខេអញ្ចឹងតោះតែយើងដឹងពីរបៀបលេងទើបយើងអាចលេងបានកាក់ច្រើនបែបនេះបាទបើយើងអត់ដឹងពីរបៀបលេងទេគឺយើងលេងបានតិចទេបាទហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់ពីរបៀបលេងដែលទទួលបានកាក់ច្រើនបែបនេះបាទអូខេអញ្ចឹងជំហានដំបូងគឺបងប្អូនយើងត្រូវបើក VPN បាទ VPN បែបនេះទៅសហរដ្ឋអាមេរិកឬក៏ទៅប្រទេសណាដែលមានពាណិជ្ជកម្មថ្លៃអូខេអញ្ចឹងខ្ញុំបង្ហាញនៅលើទូរស័ព្ទដៃនេះបាទនៅលើទូរស័ព្ទដៃនេះអញ្ចឹងពេលដែលយើងបើក VPN ហើយយើងចូលទៅកាន់កម្មវិធីនេះបាទកម្មវិធី game នេះបាទចូលមកបែបនេះចូលមកបែបហ្នឹងមកយើងជ្រើសរើស game ណាមួយបាទអញ្ចឹងខ្ញុំណែនាំឲ្យ game នេះ game តម្លាក់នេះបាទអញ្ចឹងយើងចូលមក game ហ្នឹងមកអូខេ game តម្លាក់នេះអាហ្នឹងយើងលេងទទួលបានកាក់ច្រើន game នេះហើយយើងអាចចុចថយបានទៀតបាទអូខេអញ្ចឹងខ្ញុំចូលទៅ game ហ្នឹងហើយខ្ញុំធ្វើការដាក់វាចូលមកបាទដាក់ចឹងមកអានេះយើងចាប់ដើមលេង game ហ្នឹងចាប់ដើមលេង game អញ្ចឹង game ហ្នឹងគឺយើងរងចាំយើងលេងផងយើងរងចាំពាណិជ្ជកម្មគេដែលតម្លាក់មកផងហើយយើងពេលដែលយើងចូលមើលពាណិជ្ជកម្មទៅគឺយើងអាចចុចម្លងពាណិជ្ជកម្មនឹងបានផងដែរបាទអញ្ចឹងរងចាំបន្តិចពាណិជ្ជកម្មធ្លាក់មកឡើយរងចាំវាសិនបាទរងចាំដែលពាណិជ្ជកម្មនឹងធ្លាក់មកយើងចុចទៅលើពាណិជ្ជកម្មនឹងតែម្ដងបាទអូខេបើយើងចង់លេងបដាអញ្ចឹងក៏បានដែរបាទតែខ្ញុំរងចាំវាមកអញ្ចឹងយើងចុចមកចុចពាណិជ្ជកម្មអញ្ចឹងមកអញ្ចឹងយើងតាមធម្មតាយើងមើលពាណិជ្ជកម្មអញ្ចឹងគាត់ដល់ចប់បាទប៉ុន្តែយើងមិនបាច់មើលដល់ចប់បានដែរយើងគ្រាន់ចុចថយវាមកហើយចុចទៅចូលកម្មវិធីវិញបាទនេះទទួលបាន73បាទនេះ73ហ្នឹងគឺចិត្ត1សេនបាទ100គឺស្មើនឹង1សេនបាទអញ្ចឹងយើងទទួលបាន73នេះគឺចិត្ត1សេនបាទគ្រាន់តែមកពាណិជ្ជកម្មនេះយើងមើលអូខេអញ្ចឹងយើងរងចាំវាមកទៀតបាទយើងរងចាំវាមកទៀតក៏បានយើងលេងក៏បានដែរបាទអញ្ចឹងពេលវាមកអញ្ចឹងខ្ញុំចង់បានច្រើនខ្ញុំយកនេះយកទៅដាក់វិញបាទយកដាក់ទៅពេលខ្លះវាផ្ទុះខ្លះអត់ផ្ទុះទេបាទអញ្ចឹងយើងចុចមើលពាណិជ្ជកម្មទៀតបាទពាណិជ្ជកម្មទី2ក៏ដូចគ្នាដែរបាទហើយបើចេញពាណិជ្ជកម្មបែបនេះគឺវាបានកាក់ច្រើនបាទវាបានរហូតដល់70ជាង50ជាងឬក៏100ក៏មានដែរបាទអូខេយើងចម្លងហើយយើងចូលមកវិញបាទចូលវិញមកអញ្ចឹងវាទូបាន73ទៀតនេះបាទ73ទៀត73គឺ71សេនហើយបាទ71សេនហើយអូខេអញ្ចឹងយើងលេងបន្តទៀតហើយយើងមើលពាណិជ្ជកម្មរហូតអានេះយើងលេងទទួលបានកាក់ច្រើនបាទហើយពាណិជ្ជកម្មមិញគឺទទួលបានកាក់ច្រើនអញ្ចឹងខ្ញុំយកអស់អានេះទៅដាក់មួយទៀតបាទអស់ទៅដាក់មួយទៀតមកវាសម្រាប់ផ្ទុះចែកផ្ទុះចឹងយើងចុចវាចឹងមកនឹងវាទទួលបានកាក់ច្រើនប្រហែលជា222បាទនេះ222ស្មើនឹង2សេនជាងបាទអញ្ចឹងតែមកប៉ុណ្ណឹង2សេនជាងបាទយើងចុចពាណិជ្ជកម្មមួយទៀតថែម73ទៀតគឺ71សេនទៀតអញ្ចឹងវាបាន3សេនបាទនឹងទទួលបានកាក់ច្រើនយ៉ាងអូខេហើយនេះជាវិធីសាស្ត្រក្នុងការលេងដែលទទួលបានកាក់ច្រើនហើយខ្ញុំនឹងបង្ហាញទៀតបាទបង្ហាញពីការដកអញ្ចឹងខ្ញុំមើលមួយទៀតសិនបាទមើលមួយទៀតសិនបាទមើលមួយទៀតមើលមួយទៀតអញ្ចឹងខ្ញុំថយមកហ្គេមវិញកម្មវិធីដើមវិញបាទបែបនេះមិញ1006ទេឥឡូវឡើង2000ជាងហើយបាទហើយការដកគឺ30សេនទើបយើងអាចដកបានបាទដំបូងគឺ10សេនបន្ទាប់មក30សេនបាទបន្ទាប់មក10សេន20សេនបន្ទាប់មក30សេនបាទ30សេនរហូតយើងអាចដកបានក្នុងមួយថ្ងៃ2ដងបាទ2ដងក្នុងកម្មវិធីនេះ30សេនក្នុងមួយថ្ងៃយើងអាចដកបាន2ដងទេបាទបើយើងលេងបានកាក់ច្រើនបែបនេះហើយយើងដកបានតែមួយថ្ងៃ2ដងទេបាទអត់អាចដកបានរហូតទេអត់អាចដកបានយកទៅទាំងអស់ទេឃើញកាក់នៅច្រើនហ្នឹងគឺដកអត់បានទេគេដកបានតែមួយថ្ងៃ2ដងអញ្ចឹងហួសពី2ដងទៅកាក់យើងច្រើនពេកក៏យើងអត់អាចដកបានដែរយើងដកបានតែ2ដងទេគឺយើងអាចបោះចាក់បានបោះចាក់នៅខាងនេះបាទបោះចាក់វាចេញទៅឲ្យកាក់នឹងអស់បាទអូខេអញ្ចឹងវិធីនៃការលេងគឺមានតែប៉ុណ្្នឹងទេដែលទទួលបានកាក់ច្រើនបាទអូខេហើយអត់មានអីទេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេវិធីសាស្ត្រនៃការលេងអរគុណច្រើនបាយបាយ